រឿងអន្តៈបំណុលច្រវាក់ចងចិត្តភាគទី9 Demon ក្រវិតដៃលៀមម្ដងទៀតហើយដើរចេញទៅចំណែក Vincent ក៏តាមមើលតល់តបាត់ពីភ្នែកហើយងាកមកញញឹមដាក់ Benjamin មិត្តភក្តិអ៊ំចិត្តល្អណាស់អ៊ំក៏ទៅតែឃើញមិត្តភក្តិអ៊ំចិត្តល្អដាក់ក្មេងនៅថ្ងៃនេះដែរ Benjamin និយាយទាំងមីងមាំងហើយដឹកដៃ Vincent សម្ដៅហាង ice cream តែជួបស៊ីអ៊ីននៅកណ្ដាប់ផ្លូវជ្រឹក Vin នាងត្រហូតយំពេលឃើញកូនប្រុសហើយរត់លឿនបំផុតនៅក្នុងជីវិតមកអោបអូយកូនទៅណាដឹងទេថាមកភ័យខ្លាំងណាស់ដឹងទេថាមកភ័យខ្លាំងប៉ុណ្ណាសុំតើផងខ្ញុំគ្រាន់តែទៅតាមសុំប៉ោងប៉ោងពីអ៊ំចិត្តល្អស៊ីអ៊ីនមើលមកកូនប្រុសនឹងប៉ោងប៉ោងនៅក្នុងដៃហើយស្ដីបន្ទោសទាំងទឹកភ្នែកបើចង់បានប៉ោងប៉ោងមិនក៏មកប្រាប់ម៉ាក់ធ្វើបាត់នេះម៉ាក់ចិត្តដាច់ខ្យល់ស្លាប់ទៅហើយកូនសុំតើម៉ាក់ទឹកមុខសាសារបស់កូនប្រុសធ្វើនាងរំជួយចិត្តបញ្ញាប់លើកដៃកសាប់មកគេកុំធ្វើបាត់នេះទៀតកូនបើចង់បានអីត្រូវប្រាប់ម៉ាក់បាទម៉ាក់នាងនៅតែឲ្យកូនប្រុសតែមិនភ្លេចងារទៅអរគុណបរិយាដៃឈរក្បែរហើយអូទៀនពេលចាំគេបានលើកតាបរិយានៅចំពោះមុខសាច់ញញឹមដាក់មិនស្មានថាឥឡូវនេះជាកូនរបស់អ្នកនាងសោះឲ្យខ្ញុំសុំទៅផាំងបាច់ជ្រុកវិញទៅរំខានលើករឿងប៉ាំងប៉ាំងខ្ញុំមិនមែនជាម្ចាស់ពេញប៉ាំងទេទឹកមុខងឿងឆ្ងល់របស់នាងធ្វើដៃគូសន្តានាប្រញាប់បកស្រាយច្បាស់របស់ខ្ញុំជាម្ចាស់ពេញប៉ាំងនៅក្នុងដៃកូនប្រុសរបស់អ្នកនាងច្បាស់របស់លោកឬហើយចឹងប្រហែលជាម្ចាស់សម្លេងរឹងកលួស្ដាប់ទៅប្រហែលដូចធ្លាប់បានលឺនៅឯណាម្នាក់នោះហើយបាទខ្ញុំសុំផ្ដាំសុំទោសច្បាស់របស់លោកផាំងហើយនាងស្វាយកកាបូបលុយមកបើកហុចលុយឲ្យគេខ្ញុំឲ្យថ្លៃពេញប៉ាំងច្បាស់របស់ខ្ញុំមិនមែនជាមនុស្សគិតច្រើនទេនាងទុកលុយចុះខ្ញុំសុំទៅសិនហើយប្រហែលនៅចំពោះមុខនាងមិនព្រមទទួលយកលុយប៉ុន្តែខ្ញុំក៏ក្រែងចិត្តមុននេះវាទៅធ្វើឡានរបស់ច្បាស់លោកមានគ្រោះថ្នាក់ពេលនេះកុំប្រាប់របស់ខ្ញុំនៅមករំខានទៀតកុំគិតច្រើនអីច្បាស់របស់ខ្ញុំជាមនុស្សចិត្តទូលាយហើយមកទៅក៏ណាត់ស្លាញ់កូនជ្រូកនេះណាស់ដែរតែខ្ញុំសុំទៅសិនហើយចាប់សិនទូនាងហើយយ៉ាងណាក៏បរោះម្នាក់នោះដើរចេញទៅដោយមិនងាកមកមើលទៀតឲ្យនាងដកដង្ហើមធំនិងងាកមកមើលកូនប្រុសរបស់ខ្លួនយើងទៅផ្ទះវិញតែខ្ញុំតាន់បានញ៉ាំអាយស្គ្រីមផងអាល្អិតងងក់តែនាងក៏វិក្បាក់ដាក់នឹងនិយាយដោយទឹកមុខប្រកបជានេះជាការដាក់ទោសដៃជ្រឹកវិញដាក់បាយពីម៉ាក់ដឹងទេថាវាគ្រោះថ្នាក់ណាស់បើកូនជួបមនុស្សមិនល្អតែអប្រុសម្ចាស់ប៉ោងប៉ោងឲ្យចិត្តល្អណាស់និយាយត្រូវគ្នាធ្វើខ្ញុំសើចច្រើនដងនាងក្រមុំនៅតែកវិក្បាលកុំធ្វើបាត់នេះទៀតលើទេប្រមាថភ័យណាស់ Vincent ឆ្លោះទឹកមុខពេលឃើញទឹកភ្នែករបស់ម្ដាយខ្ញុំសុំទោសម៉ាក់ខ្ញុំមិនធ្វើទៀតទេសន្យានឹងម៉ាក់មកនាងលើកដៃលើកកូនដៃទៅដាក់ពីមុខអាល្អិតក៏បញ្ញាំលើកកូនដៃរបស់ខ្លួនមកថ្ពក់បាទខ្ញុំសន្យាសៀវអ៊ីនញញឹមធូរទ្រង់ខ្សាក់ទាញកូនប្រុសមកអោបចាប់ទ្រង់ម្ដងទៀតហើយគិតមិនចាញ់ទេថាបើនាងតាមរក Vincent មិនឃើញខ្លួនឯងអាចមានជីវិតរស់នៅផុតល្ងាចនេះបានដោយរបៀបណាដែលមនឈើពិតនឹងរៀនហាដែលលួយចេញពីបន្ទប់សម្រាប់ដល់ប្រណិតកែភ្នែកពណ៌ខៀវចាស់សម្លឹងមើលទៅខាងមុខពន្លឺភ្លើងពណ៌របស់ទីក្រុងស្អាតចាប់ចិត្តចាប់ភ្នែកប៉ុន្តែបែរជាមិនអាចទាក់ទាញចំណាប់អារម្មណ៍របស់គេបានព្រោះអារម្មណ៍របស់គេនៅទៅវល់នឹងទឹកមុខពព្រារបស់ក្មេងប្រុសម្នាក់នោះអ្វីម្យ៉ាងដែលបំភ័យចេញពីខ្លួនរបស់អាល្អិតធ្វើឲ្យគេអត់មិនបាននឹងនឹកដល់មនុស្សស្រីម្នាក់មនុស្សស្រីដែលគេញោមញីប្រមាថការទៀនមិនឲ្យនៅសេសសល់អ្វីឲ្យបណ្ដឹងចេញពីជីវិតប៉ុន្តែទោះពេលវេលាកន្លងផុតទៅ4ឆ្នាំហើយក៏ដោយក៏គ្មានវិនាទីណាដែលកំណត់របស់គេមិននឹកដល់នាងសៀវអ៊ីនជ្រាបចូលក្នុងបេះដូងរបស់គេដោយមិនដឹងខ្លួនតម្រាំភ្ញាក់ខ្លួនថានាងជាម្ចាស់បេះដូងក៏យឺតពេលទៅហើយខ្យល់ដង្ហើមក្តៅត្រូវព្រឹសចេញពីបបោមាត់ថ្ពាល់ត្រង់ធ្គាមឡើងរឹងកំព្រឹសកាយភ្នែកមុតស្រួយពោពេញទៅដោយការស្រេកឃ្លានក្នុងការទៀមទាសម្លេងគោះទ្វារបន្លឺឡើងតិចតិចរត់ចូលមកក្នុងត្រចៀកទៅគេបែរខ្លួនដើរចូលទៅក្នុងបន្ទប់វិញដាក់បង្គួយនៅលើសាឡុងហើយអនុញ្ញាតចូលមក Benjamin ជាមនុស្សចំណិតដាក់តាមគេជំនួសឆេនដល់បែកទ្វារចូលមកហើយអោនកំណាប់នៅឆ្ងាយពីគេបន្តិចតែប៉ុណ្ណោះថាការទៅហៅខ្ញុំមកមានអីឲ្យខ្ញុំបម្រើឬដែលមើលមុខមនុស្សចំណិតហើយនិយាយដល់ទឹកមុខស្មាឯងជូនកូនជ្រូកទៅដល់ដៃម៉ាក់របស់គេឬអត់ខ្ញុំជូនទៅដល់ដៃម៉ាក់របស់ក្មេងហើយតែកាយទៅកុំបារម្ភអីល្អណាស់ខ្ញុំមានរឿងចង់សួរតែប៉ុណ្្នឹងឯងចេញទៅវិញចុះក្រៅពីមិនចេញទៅតាមបញ្ជារបស់ចៅហ្វាយ Benjamin បាច់ជាឈើថ្កឹងនៅត្រង់នោះនឹងធ្វើចិត្តក្លាហានសួរតើកាយទៅចូលចិត្តក្មេងម្នាក់នោះឬឯងមានន័យដល់ក្មេងម្នាក់ណាគឺក្មេងប្រុសដែរតើកាយទៅឲ្យពេញប៉ោងដែលមនញាក់ស្មាបន្តិចគឺគ្រាន់តែក្មេងមានមុខមាត់គួរស្រឡាញ់ម្នាក់ឯងសង្ស័យអីឬពេលត្រូវចៅហ្វាយត្បកសួរបាត់នេះ Benjamin ក៏ឆ្លើយរដាក់រដប់ណែគឺខ្ញុំមិនធ្លាប់ឃើញចៅហ្វាយទៅចូលចិត្តក្មេងវាគ្មានអីប្លែកទេ Ben ឯងទៅសម្រាប់ចុះស្អែកនេះយើងត្រូវក្រោកពីព្រឹកទៅឡាញ Estate
Light Estate ជាក្រុមហ៊ុនដាក់ Diamond ចំណាយប្រាក់ច្រើនគួរសមដើម្បីទិញហ៊ុនទាំងអស់មកគ្រប់គ្រងហើយប្រកាសណាស់ថាវាជាក្រុមហ៊ុនដែល Sir In ធ្វើការនោះឯងបាទ Benjamin អនកំណត់ចវាយហើយម្នាដើរចេញពីបន្ទប់ធំទូលាយទ្វារបន្ទប់ត្រូវបិទថ្នមស្របពេលដែល Diamond ដកដង្ហើមធំទោះព្យាយាមគិតថាក្មេងប្រុសមុខមាត់គួរស្រឡាញ់ម្នាក់នោះគ្រាន់តែជាក្មេងម្នាក់ដែលចៃដន្យជួបតែមិនដឹងថាហេតុអ្វីបានជាគេមានអារម្មណ៍ថាមាននិស្ស័យនឹងអាល្អិតនោះម្លេះកូនជ្រូកសង្ឃឹមថាយើងនឹងបានជួបគ្នាទៀតស្នាមញញឹមលំអលើមុខសង្ហាហាក់ដូចទេវបុត្រកាយភ្នែកមុតស្រួយរបស់គេបាត់សន្សំបញ្ជាខួរក្បាលឈប់ធ្វើការព្រោះត្រូវការសម្រាប់ឲ្យស្កប់ស្កល់ប៉ុន្តែការដង្ហែរោគដែលមានចំពោះស្រីម្នាក់នោះនៅតែខ្លាំងក្លាដល់ថ្នាក់ទ្រាំចាំឲ្យដល់ស្អែកមិនបានពេលបំពេកូនប្រុសឲ្យដេកលក់ហើយទៅសៀអ៊ីនចាន់មកអង្គុយភ្លឹកនៅមុខផ្ទះជួលតូចដែលនាងរស់នៅជាមួយកូនប្រុសតែ2នាក់អស់រយៈពេលជាច្រើនឆ្នាំមកហើយផ្ទៃមេឃនៅខាងលើនាពេលនេះខ្មៅងងឹតមិនខុសពីភាពខ្មៅងងឹតដែលហែកហួរបេះដូងរបស់នាងអស់រយៈពេលយ៉ាងយូរទោះយូរប៉ុណ្ណាក៏ការដង្ហែរោគដែលមានចំពោះ Demon នៅតែពេញព្រាមមិនប្រែប្រួលទោះគេខូខើដាក់នាងយ៉ាងណាក៏ដោយក៏បេះដូងនៅតែស្រឡាញ់នៅតែស្មោះត្រង់នៅតែគោរពគេដំណក់ទឹកភ្នែកហូររហាមពេលនឹកដល់វេលាដែលខ្លួនឯងឈរនៅមុខភើមួយគ្រឹះរបស់គេមើលគេនឹងវិទូរីរៀបការនឹងគ្នាវាជារូបភាពដ៏ស្រស់ស្អាតសម្រាប់គ្រប់គ្នាលើកលែងនាងចាំបានថានាងរត់ចេញមកយំស្ទើរដាច់ខ្យល់នៅក្រោមដំណក់ទឹកភ្លៀងដែលកំពុងធ្លាក់ខ្ជុកមកដាច់ក្របបេះដូងរបស់នាងបែកខ្ទេចនៅលើផ្លូវថ្នល់ដោយការឈឺចាប់នាងឈឺចាប់នាងវេទនាត្រូវនាំបេះដូងខ្ទេចខ្ទាំនឹងរាងកាយដែលមានឈាមចូលរបស់គេត្រឡប់មកស្រុកកំណត់វិញថ្ងៃដំបូងដែលនាងមកដល់ក្រុមគ្រួសារក៏តដាងដៃទទួលដោយក្តីមេត្តាប៉ុន្តែពេលដឹងថានាងមានផ្ទៃពោះដែលគ្មានស្វាមីឪពុកបង្កើតនិងម្ដាយចង់រួមទាំងសាច់ញាតិបងប្អូនក៏នាំគ្នាជេរបតិចផ្ដាសាថានាងជាស្រីចិត្តងាយទាំងដែលពួកគេនោះឯងជាអ្នកបញ្ជូននាងឲ្យទៅបម្រើតណ្ហាម្ចាស់បំណុលទើបនាងសម្រេចចិត្តបកគលប្រាក់ទាំងអស់ដែរបានមកពី Demon ឲ្យក្រុមគ្រួសារដោះដូរនឹងការចេញមករស់នៅតាមម្នាក់ឯងដែលប្រកាសណាស់ថាគ្មានអ្នកណាខាត់ខៀងនាងទោះដំបូងមានការលំបាកលំបិនខ្លាំងប៉ុន្តែនាងបែរជាមានអារម្មណ៍ថាសប្បាយចិត្តជាងចំពោះការរស់នៅជាមួយក្រុមគ្រួសារដែលគ្មានអ្នកណាប្រកាសបជានឹងនាងសូម្បីតែឪពុកបង្កើតនាងលើកដៃជូតទឹកភ្នែកចោលប្រឹងញញឹមពេលនឹកដល់មុខរបស់ Vincent ដែលជាកូនប្រុស Vincent មានមុខមាត់ដូច Demon បេះបិទចិញ្ចាមច្រមុះមាត់ដោយគ្នាហាក់ដូចចេញពីពុំតែមួយមានតែពណ៌ភ្នែកនិងពណ៌សក់ប៉ុណ្ណោះដែលដូចនាងគ្រប់ពេលដែលមើលមុខកូនប្រុសនាងតែងតែឃើញមុខរបស់ Demon ត្រួតលើនោះរហូតហើយព្រោះតែបែបនេះឯងទើបនាងបំភ្លេចគេបុរសដំបូងនៅក្នុងជីវិតមិនដែលបានថ្មនេះតកែតើប្រហែលមានកូនជាមួយនឹងនាងវិកីហើយនាងងើយមុខទៅនិយាយជាមួយផ្ទៃមេឃដោយវាគឺ Demon ខ្ញុំសូមជូនពរតកែតើមានសេចក្តីសុខសុភមង្គលទឹកព្រៃហូរម្ដងទៀតដោយទឹកបាក់ទំនប់ខ្ញុំសន្យាថានឹងមើលថែកូនរបស់យើងឲ្យបានល្អបំផុតនិយាយបានតែប៉ុណ្្នឹងនាងក៏អ៊ូលដាំកឈឺចាប់ត្រូវលើកដៃក្តោបបេះដូងហើយគ្មានថ្ងៃប្រាប់កូនថាប៉ារបស់គេជាអ្នកណានាងនៅតែយំយាយដោយការឈឺចាប់ខ្លាំងខ្ញុំគ្មានថ្ងៃបង្កការលំបាកឲ្យតកែតូចនិងអ្នកនាងវិកីគ្មានថ្ងៃធ្វើបែបនោះទោះនាងឈឺចាប់ខ្លាំងយ៉ាងណាក៏ដោយកម្រឹងទៅតឹងដាក់អ្នកគ្រូណាជ្រុកវិញសឺអ៊ីនថាថ្ពក្រហេងហេងរបស់កូនប្រុសឲ្យបញ្ជាក់អាល្អិតក៏ញញឹមពោព្រាយឡើងលើភ្នែកខ្ញុំមិនធ្លាប់រឹងតតឹងទេម៉ាក់ចាស់កូនពូកែនាងលើកដៃញីសក់របស់កូនប្រុសដោយការចិនឆ្អិនហើយងើបឈរម៉ាក់ទៅធ្វើការហើយពេលល្ងាចម៉ាក់នឹងឆាប់មកយកកូនអ្នកម៉ាក់កូនប្រំអីជ្រុកវិញជាក្មេងល្អអ្នកគ្រូបន្ទុកថ្នាក់សាសានឹងចាប់ដៃអាល្អិតសឺអ៊ីនអរគុណអ្នកគ្រូបន្ទុកថ្នាក់របស់កូនប្រុសហើយកវីដៃម្ដងទៀតហើយដើរសម្ដៅរត់ជន់ដែលពេលនោះសម្លេងហាយចូលរបស់ទូរស័ព្ទដៃបន្លឺឡើងតិចពេលនាងឡើងឡានសួស្ដីរៀបច្បាស់មានអីបន្តាន់អត់សម្លេងនិងសម្ដីរបស់ណារ៉ាបង្ហាញឲ្យឃើញពីភាពរំភើបទៅបនាងអត់សួរនាំមិនបានថ្ងៃនេះលោកប្រធានថ្មីមកនាងក្រមុំចង់ចចាំដល់ការងឿងឆ្ងល់ហើយសួរនាំតែការកំណត់របស់លោកប្រធានថ្មីស្អាតមិនចឹងរៀមច្បាស់លើថាការប្រែភ្លាមយ៉ាងណានាងឆាប់ចុះមកបើប្រធានថ្មីមកដល់ហើយមិនឃើញលេខាវីវ៉ូមិនខាននាងយល់ថាណារ៉ាបារម្ភព្រោះនាងជាមនុស្សតែម្នាក់គត់របស់ក្រុមហ៊ុនដែលត្រូវបានអនុញ្ញាតឲ្យទៅធ្វើការយឺតយ៉ាវជាងអ្នកអាទិកន្លះម៉ោងនិងចេញពីធ្វើការលឿនជាងអ្នកអាទិ1ម៉ោងដែលសារមានបន្ទុកត្រូវជូនកូនប្រុសទៅរៀននិងយកពីសាលារៀនជារៀងរាល់ថ្ងៃដែលលោកប្រធានចាស់យល់នឹងអនុញ្ញាតប៉ុន្តែសម្រាប់ប្រធានថ្មីនាងមិនដឹងទេថាគេចិត្តល្អដោយប្រធានចាស់ឬអត់អរគុណចាស់រៀបច្បាស់ខ្ញុំមកស្រត់ទៅតែមិនដឹងថាតន់ឬអត់ព្រោះនៅមុខសាលារៀនកូនជឹកវិញផ្លូវស្ទះណាយ៉ាងណាក៏មកឲ្យលឿនមកចាំបាច់ខាងនេះចាំខ្ញុំចេញមុខជំនួសអរគុណច្រើនរៀបច្បាស់មិនអីទេឆាប់មក
ណារ៉ាដាក់ទូរស័ព្ទចុះទៅហើយខណៈដែលនាងមានទឹកមុខខ្វល់ខ្វាយបន់ស្រន់ឲ្យប្រធានថ្មីចិត្តទូលាយផងចុះនាងបញ្ជារថយន្តតូចរបស់ខ្លួនចេញពីចំណតបើកនៅលើផ្លូវថ្នល់នៅក្នុងល្បឿនលឿនតាមដែលអាចធ្វើបានប៉ុន្តែយ៉ាងណាក៏ត្រូវនៅលើផ្លូវថ្នល់ដោយសារចរាចរណ៍ក៏ស្ទះយ៉ាងវិញសឿអ៊ីនរត់ត្រហេះប្រហប់មកធ្វើការសក់កន្ទិញកន្ទ្រើងព្រោះទុកឡានចោលនៅកណ្ដាលផ្លូវហើយពឹងពាក់អ្នកជិះម៉ូតូឲ្យជូនមកសឿអ៊ីនណាសក់កន្ទិញកន្ទ្រើងដល់ហើយណារ៉ាសួរណាំខ្ញុំពឹងអ្នកម៉ូតូជិះម៉ូតូជូនមកហើយលោកប្រធានថ្មីមកដល់ហើយឬនៅណារ៉ាដើរមករកនឹងនិយាយដល់ទឹកមុខរភើបមកហើយនៅក្នុងបន្ទប់ធ្វើការស្លាប់ហើយអាចារ្យខ្ញុំសុំទៅសិនហើយនាងស្ទុះទៅរកចៅហ្វាយថ្មីដើម្បីសុំទោសសុំពេកដែលខ្លួនមកយឺតយ៉ាវប៉ុន្តែត្រូវរៀមច្បងស្រវាចាប់ដៃចាប់ឈប់សិនហេតុអីខ្ញុំប្រញាប់ចូលទៅរកលោកប្រធានថ្មីមិនបាច់ប្រញាប់ទេលោកប្រធានថ្មីកំពុងតែនិយាយជាមួយលោកប្រធានចាស់នាងក្រមុំដកដង្ហើមធូរទ្រូងខ្សាក់គេមិនតាន់សួររកខ្ញុំទេមែនទេសួរពេលដែលចូលមកថាលេខារបស់ខ្ញុំទៅណាតែមិនឃើញថាអីទៀតណារ៉ាប្រាប់ហើយនិយាយបន្តតែខ្ញុំចង់ប្រាប់ថាលោកប្រធានថ្មីសង្ហាខ្លាំងណាស់និយាយក្រួយច្បាស់ទៀតផងទោះណារ៉ារំភើបញាប់ញ័រយ៉ាងណាក៏សៀវអ៊ីននៅតែមិនសប្បាយចិត្តដដែលបាច់មានមុខមាត់សេះស្លាំងបែបនេះទេសៀវអ៊ីនណាបន្ទាប់ពីខ្ញុំឃើញលោកប្រធានហើយខ្ញុំថាគាត់ចិត្តល្អដូចលោកប្រធានចាស់របស់យើងណារ៉ាលើកទឹកចិត្តទៅនាងញញឹមនិងឈរស្ងៀមរងចាំតល់តែលោកប្រធានចាស់ដើរចេញពីបន្ទប់សួស្តីលោកប្រធានកូនចៅទាំងពីរអោនកំណាំអតីតចៅហ្វាយរបស់ខ្លួនស្អែកនេះខ្ញុំមិនបានមកទីនេះទៀតទេសូមឲ្យអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ធ្វើការហើយបើថ្ងៃមួយខ្ញុំអាចបង្កើតក្រុមហ៊ុនថ្មីបានខ្ញុំនឹងមិនភ្លេចទាក់ទងអ្នកទាំងអស់គ្នាលោកប្រធានសូមមើលថែខ្លួនឯងផងពួកនាងរលីងរលងទឹកភ្នែកមិនហើយលោកប្រធានលោកមើលថែខ្លួនឯងផងខ្ញុំមិនភ្លេចនឹកដល់លោកប្រធានទេបរិះវ័យចាស់សាញញឹមខ្ញុំក៏មិនភ្លេចបុគ្គលិកចាស់ដូចអ្នកទាំងអស់គ្នាដែរខ្ញុំទៅហើយសូមឲ្យសំណាងល្អក្តឹកក្តួលចិត្តដល់ហើយសៀវអ៊ីនពួកនាងតាមមើលលោកប្រធានចាស់ដើរចេញទៅដោយអារម្មណ៍ក្តឹកក្តួលខ្ញុំប្រហែលជានឹកលោកប្រធាននាងនិយាយដល់ទឹកមុខសោកសៅហើយប្រុងដាក់បង្គោលចុះតែសំឡេងរបស់លោកប្រធានថ្មីបន្លឺឡើងតាមអ៊ីនធឺខំល្មមខ្ញុំត្រូវការជួបលេខាឥឡូវនេះសំឡេងរឹងកំព្រឹសស្ដាប់ទៅប្រហែលមែនទែនហើយវាក៏ធ្វើសៀវអ៊ីនឈរស្លាំងកាំងសៀវអ៊ីនលោកប្រធានហៅហើយឆាប់ចូលទៅតិចអត់ការងារធ្វើសម្ដីផ្អើរបស់ណារ៉ាធ្វើឲ្យនាងភ្ញាក់ខ្លួនចាខ្ញុំទៅឥឡូវហើយនាងឆ្លើយតាមអ៊ីនធឺខំហើយងាកមកនិយាយជាមួយណារ៉ាខ្ញុំទៅសិនហើយរៀបច្បាប់ទៅចោះពេលថ្ងៃត្រង់យកមកនិយាយគ្នាចានាងតបហើយរត់ទៅឈរនៅមុខបន្ទប់ធ្វើការរបស់ក្រុមហ៊ុនសូមអនុញ្ញាតនាងគោះទ្វារតិចពីរ3ដងជាសញ្ញាឲ្យអ្នកនៅក្នុងបន្ទប់បានដឹងចូលមកហើយអ្វីកាន់តែលឺសំឡេងនាងមានអារម្មណ៍ហាក់ដូចស្គាល់ច្បាស់សំឡេងនេះដូចសំឡេងបរិះចិត្តអាក្រក់ម្នាក់នោះបេះបិទនាងនឹកដេម៉នពេកទៅធ្វើឲ្យសំឡេងរបស់អ្នកដទៃคล้ายជាសំឡេងរបស់គេទាំងអស់ហើយប្រហែលមិនមែនទេនាងសរុបឲ្យខ្លួនឯងរួចរាល់ហើយរុញទ្វារឲ្យបើកធំនឹកដើរចូលទៅម៉ាស៊ីនត្រជាក់ជាងសពមួយដងដែលធ្លាប់ចូលមកប៉ះរាងកាយយ៉ាងខ្លាំងនាងមានអារម្មណ៍រងាដល់ឆ្អឹងខ្នងត្រូវអង្អែលដៃខ្លួនឯងភាពរងាត្រជាក់ដែលប៉ះរាងកាយមិនញាប់ញ័រដោយបេះដូងពេលប្រសពនឹងកែភ្នែកមុតស្រួចពណ៌ខៀវចាស់ដែលទោះស្លាប់ប៉ុន្មានរយជាតិក៏មិនភ្លេចគេមិនមែនគ្មានផ្លូវជាដេម៉នលិនកាតមិនមែនជាគេនាងព្រិលភ្នែកនាងច្បាស់ជាព្រិលភ្នែកនាងលើកដៃញីភ្នែកខ្លួនឯងម្ដងហើយម្ដងទៀតញីចុះញីឡើងចាំតែរូបភាពនៅចំពោះមុខមិនប្រែប្រួលទៅទន់ជង្គង់ពេលឃើញថាបរោះនៅចំពោះមុខជាគេពិតមែនដេម៉នលិនកាតបរោះដែលប្រៀបដូចចិត្តវិញ្ញាណរបស់នាងក្របំស្លេកមុខហាមាត់ចង្ក្រងហាក់ដូចកំពុងប្រឈមមុខនឹងព្រាយបិសាចជាបរោះដែលមានមុខមាត់សង្ហាមិនមែនសង្ហាធម្មតាតែសង្ហាខ្លាំងសង្ហាហាក់ដូចទេវបុត្រសិតសួគាហើយនាងក៏ដឹងច្បាស់ពេញភ្នែកបេះដូងថា
គេទាំងកាយទាំងសាហាវនិងខុសខើយ៉ាងណាគេជាបរិះគ្រោះថ្នាក់ក្រអើក្រទមមានអំនួននិងគ្មានសាច់ដុំនៅក្នុងទ្រូងខាងឆ្វេងដែលហៅថាបេះដូងគឺបិសាចនោះឯងពេលបតិចផ្ដាសារាប់រយដែលនាងយកមកគប់មុខគេនៅក្នុងចិត្តប៉ុន្តែទោះជាដូច្នេះក៏អំណាចបំផ្លាញដែលជះចេញពីរាងកាយរបស់ដេម៉ុននៅតែយកឈ្នះគ្រប់យ៉ាងបានដដែលសូម្បីតែកំផែងទឹកកកដែលនាងបង្កើតបេះដូងរបស់នាងលោតញាប់มันខុសពីលើដំបងដែលប្រសពនិងភ្នែកគេនៅឡាវេកាសើសប្បាយទេសាមិនមែនទេគីមសេអ៊ីនបារ៉ាដអង្គុយនៅក្រៅតុធ្វើការធំងើបឈរដើរវៀងមកឈរទៅមុខនាងដែលឈរនៅកណ្ដាលបន្ទប់ធ្វើនាងខ្លាចជាស្រមោលតូចមួយរំពេចពេលដែលគេឈរនៅចំពោះមុខព្រោះគេមានមាឌធំជាងនិងមានកម្ពស់ខ្ពស់ជាងឆ្ងាយណាស់នាងចង់ឈានជើងទៅពីថយក្រោយតែគ្មានកម្លាំងកំហែងសូម្បីតែទប់ខ្លួនឯងឲ្យឈរនឹងមិនឲ្យដួលខ្ពកនៅត្រង់នេះស្ទើរតែគ្មានផងបបោះមាត់ញើទៅត្រូវក្រៀមកំពិតបេះដូងកលូតញាប់ស្ទើរតែខ្ទាតចេញពីទ្រូងទៅហើយហេតុអ្វីបានជាដេម៉ុននៅតែសង្ហាថ្លៃថ្នូរមិនប្រែប្រួលបែបនេះគេសង្ហាពេញលក្ខណៈមិនថានៅក្នុងឈុតបែបណាក៏ដោយសូម្បីតែពេលគ្មានសម្លៀកបំពាក់ទាំងនេះបាត់បង់រាងកាយអូនេះនាងគិតឈួតអីហេតុអីបានជាគិតដល់រឿងនោះហេតុអីបានជានឹកដល់ភាពអាម៉ាស់ទាំងអស់នោះទៀតទាំងដែលរឿងទាំងអស់វាចប់ទៅហើយសេអ៊ីនព្យាយាមអស់ពីសមត្ថភាពខ្លួនឯងគ្រប់គ្រងចង្វាក់នៃការដកដង្ហើមឲ្យធម្មតានាងមិនព្រមឲ្យគេមានសិទ្ធិចំពោះនាងទៀតបានទេសួស្ដីលោកប្រធាននាងបង្ខំចិត្តនិយាយរដាក់រដប់តែមិនអាចនិយាយឲ្យចប់ប្រយោគបានដដែលថ្មីអាការៈប្រឹងប្រយ័ត្នខ្លួនរបស់មនុស្សស្រីនៅចំពោះមុខធ្វើដេម៉ុនខ្នាញ់មែនទែនចង់ទៅទីនាងមកអាបថាបឲ្យបែកមាត់ចិញ្ចៀមដោយតែធ្លាប់ធ្វើប៉ុន្តែការចង់ដឹងថានាងរឹងមាំបានយូរប៉ុណ្ណាទៀតវាមានអំណាចជាងដូច្នេះហើយគេគួរចាំបន្តិចទៀតសេអ៊ីនឈានជើងថយក្រោយភ្លាមពេលដែលអាចធ្វើបានខណៈដែលបរោះមានគ្រោះថ្នាក់ចំពោះបេះដូងនិងរាងកាយរបស់នាងឈានជើងមករកខានជួបគ្នាយូរហើយប្រហែលឆ្នាំចាំបានឬអត់នាងខ្ជិលបបោមាត់ណែនទឹកភ្នែករលីងរលោងដោយស្វ័យប្រវត្តិប៉ុន្តែប្រញាប់ព្រិចបណ្ដាញវាឲ្យចូលទៅខាងក្នុងវិញនិងប្រឹងញញឹមនាងខ្ញុំចាំមិនបានទេព្រោះវាមិនសំខាន់អីនាងចង់ឲ្យគេមានអារម្មណ៍ឈឺចាប់នៅសម្ដីរបស់នាងប៉ុន្តែគេបែរជាអស់សំណើចទៅវិញមែនហ្នឹងរវាងខ្ញុំនិងនាងគ្មានអីសំខាន់ទេអ្នកដែលឈឺស្ទើរស្លាប់នៅសង្គ្រាមត្រជាក់នេះគឺជានាងទៅវិញទេធ្វើឲ្យនាងទន់ជង្គង់សឹងទៅដួលខ្ពកនឹងចង់រត់ចេញទៅឲ្យឆ្ងាយមិនត្រឡប់មកទីនេះទៀតតែធ្វើមិនបានលោកប្រធានមានអីឲ្យនាងខ្ញុំអមរ៉ាទេប្រកាសណាស់ថាមានអញ្ចឹងជួយបញ្ជាមកអានាងខ្ញុំទៅធ្វើឲ្យនាងព្យាយាមគ្រប់គ្រងសម្លេងខ្លួនឯងឲ្យធម្មតាបំផុតប៉ុន្តែវានៅតែញ័រគួរឲ្យវេទនាហើយអ្វីបានជានាងត្រូវមកជួបគេទៀតហើយអ្វីបានជាគេមកនៅក្នុងទីនេះក្នុងឋានៈជាចៅហ្វាយរបស់នាងទាំងដែលគេនឹងនាងមិនគួរណាអាចមកកោចោលមកជួបគ្នាបានទៀតនរកមែនទេច្បាស់ជានរកដែលចាប់ទាញជើងរបស់នាងឲ្យធ្លាក់មកជួបនឹងដេម៉ុនម្ដងទៀតខ្ញុំត្រូវការឲ្យនាងអធិប្បាយគោលនយោបាយរបស់ក្រុមហ៊ុនឲ្យស្ដាប់នាងងើបមុខមើលគេមើលដល់ដឹងគំនិតរបស់គេព្រមមនុស្សប្រុសឆ្លាតដូចដេម៉ុនគ្មានផ្លូវល្ងងរឿងស្រួលបែបនេះទេនាងខ្ញុំនឹងអារម្មណ៍ច្បាស់មានមកអធិប្បាយជំនួសតែនេះជាទូនាទីរបស់លេខាមិនចឹងគេមើលមុខនាងមើលដល់ខ្សែភ្នែកបែបបរោះដែលចង់អូសមនុស្សស្រីឡើងក្រេចឹងអីចឹងហើយវាក៏ធ្វើឲ្យតំណែងទំនងជ្រាលជ្រៅធ្លាប់មានរួមគ្នាផ្ទុះនៅក្នុងខួរក្បាលវាច្បាស់ចេះធ្វើរាងកាយរបស់នាងក្តៅភេភេខួរក្បាលស្រែកបញ្ជានាងថយក្រោយទៅឲ្យឆ្ងាយបំផុតឬជ្រែកដីកិច្ចទៅបាត់ប៉ុន្តែរាងកាយបែរជាមិនអាចកម្រើកបានទៀតកាន់តែគេចូលមកចិត្តសឹងតែធំក្លិនខ្យល់ដង្ហើមបែបនេះថយចេញទៅថាកែតូចលោកប្រធានដែលមន់ពូកែស្រាប់ទៅហើយនឹងរឿងរាយមុនស្នេហ៍ឲ្យស្រីល្ងងដូចនាងឆ្លក់វង្វេងខ្លាចអីខ្ញុំអត់មានទេតែវាមិនសមត្បល់នាងក្រមុំឡើងក្រហមដូចផ្លែឈើរីគួរឈឺចិត្តហើយរាងកាយនៅតំបន់សម្ងាត់ក៏ក្តៅភេភេដែរត្រង់ណាលែងខ្ញុំតែតូចនាងឧទានដល់ការភ្ញាក់ផ្អើលហើយភ្លេចខ្លួនហៅគេដល់សពនាមការពីអតីតដែលធ្វើឲ្យអ្នកត្រូវហៅញញឹមដល់ការពេញចិត្តអោនមុខសង្ហាមករកឲ្យខ្យល់ដង្ហើមរបស់គេស្រោចលើនាងឲ្យស្មារតីរត់ខ្ចាក់ខ្ចាយយើងរំលឹកអតីតកាលបន្តិចល្អជាងកុំអីនាងក្រវិក្បាលមើលមុខមាត់ដល់ពោពេញទៅដល់គ្រោះថ្នាក់របស់គេដល់ការផិតភ័យសមតាកុំសាររឿងការពីអតីតទៀតវាចាប់ទៅហើយគេញញឹមចង់មាត់ជ្រឹមភ្នែកមើលមុខស្រស់ស្អាតដែលពោពេញទៅដោយការភ័យខ្លាចរបស់នាងមិនព្រិចនាងភ្លេចបានមែនឬសានាងភ្លេចមិនបាននឹងមិនដែលភ្លេចប៉ុន្តែទោះយ៉ាងណាក៏វាចាប់ទៅហើយចានាងចាំភ្លេចអស់ហើយនាងបកខំចិត្តសម្លឹងមុខគេភ្លេចអស់ពិតមែនការបញ្ជាចេញពីបបោមាត់ក្រពុំដែលគេធ្លាប់ដួសដងយករសជាតិរាប់មិនអស់ថាវាផ្អែមយ៉ាងណាញាស់ទោសៈរបស់គេឲ្យផ្ទុះបានយ៉ាងងាយភ្លេចហើយក៏សាររើថ្មីបានវាមិនមែនជារឿងលំបាកឯណាគេពេបមាត់ដាក់មែនទេសា
អ្នកខ្ញុំឈ្មោះសាអ៊ីនមិនមែនសាសានាងពឹងទ្រូងមើលមកគេបង្ហាញពីភាពមានអំនួតទាំងដែលនៅក្នុងទ្រូងកំពុងតែទន់ជ្រាយគ្មានកម្លាំងកំហែងនៅក្នុងភ្នែកខ្ញុំនាងគឺនាងមិនប្រែប្រួលកាលមុននាងខ្ញុំធ្លាប់ជាស្រីលើក្រែរបស់លោកក៏ពិតមែនតែពេលនេះគ្រប់យ៉ាងវាចាប់ហើយដូច្នេះហើយសូមជួយផ្ដល់កិត្តិយសឲ្យនាងខ្ញុំផង